វិស័យជួអាចនៅតាមសាលារៀននៅតែបង្កភាពខ្មាស់អៀនដល់សិស្សានុសិស្សព័ត៌មានពិស្ដាសូមស្ដាប់បន្តិចទៀតនេះការបន្តបង្អាច់វាគឺជារឿងធម្មជាតិរបស់មនុស្សម្នាក់ៗក៏ប៉ុន្តែការបន្តបង្អាច់នៅក្នុងសាលារៀនរបស់សិស្សនិស្សិតគឺត្រូវបានថយចុះគួរជាទីកត់សម្គាល់នេះគឺជារឿងភ័យបារម្ភមួយសម្រាប់នាយកសាលាដោយសារតែសិស្សានុសិស្សមួយចំនួនធំកំពុងតែប្រកាន់ភ្ជាប់នៅភាពអៀនខ្មាស់ក្នុងការបន្តបង់នៅក្នុងសាលាអ្នកខ្លះមានរៀនជុះនៅក្នុងបន្ទប់ទឹកសាលានោះទេព្រោះអីខ្មាស់គេរីឯអ្នកខ្លះទៀតមានការពិបាកជុះដោយសារតែបន្ទប់ទឹកនៅក្នុងសាលាមានមនុស្សអ៊ូអរពេកធ្វើឲ្យពិបាកក្នុងការប្រមូលផ្ដុំអារម្មណ៍សមាធិក្នុងការប្រមូលផ្ដុំអាចដើម្បីជុះដោយឡែកតាមសាលាខ្លះគឺមានបន្ទប់ទឹកដ៏កខ្វក់ដែលមិនអាចប្រើប្រាស់បានធ្វើឲ្យសិស្សនិស្សិតសម្រេចចិត្តទៅជុះនៅក្នុងព្រៃដោយមានការលំបាកបំផុតហើយមានអ្នកខ្លះត្រូវបានពុះចកូតនៅពេលដែលកំពុងវាយលុកសមរភូមិអាចកាន់តែអាក្រក់ជាងនេះទៅទៀតបង្គន់នៅតាមសាលាខ្លះមិនបានសម្អាតមានអ្នកខ្លះជុះមិនចាក់ទឹកធ្វើឲ្យបន្សល់លាមកទាំងដុំខ្លះមាន4កង់ខ្លះមានរាងជាអក្សរ S និងខ្លះទៀតមានរាងជាអក្សរ Thank you ហើយមានគ្រប់ក្លិនគ្រប់ពណ៌និងគ្រប់រសជាតិសាលាខ្លះមានបន្ទប់ទឹកតែមួយធ្វើឲ្យមានការលំបាកដល់សិស្សនិស្សិតដណ្ដើមគ្នាចូលសិស្សខ្លះឆ្លោះប្រកែកគ្នារឿងចូលមុនចូលក្រោយធ្វើឲ្យកើតជាអំពើហិង្សាកាប់3ពូថៅថែមទៀតផងដោយសាររឿងជុះក្រុមតាមដានសង្កេតអ្នកជុះមិនចាក់ទឹកដែលមកពីប្រទេសបារាំងបានកំពុងតែតាមដានស្រាវជ្រាវនៅបញ្ហានេះជាចុងក្រោយខ្ញុំសូមសំណូមពរឲ្យបងប្អូនសម្អាតនៅបង្គន់ប្រើប្រាស់មិនថានៅក្នុងសាលារៀនឬនៅក្នុងផ្ទះឲ្យមានអនាម័យដើម្បីមានសុខភាពល្អជៀសវាងការជំងឺផ្ដាសាយគូតខ្ញុំបាទតាន់ហ្វីធ្វើសេចក្តីរាយការណ៍ពីក្នុងចានបង្គន់